ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះតាជឹងសថាមកពីក្រុមទី1នៃ project internet programming ហើយថ្ងៃនេះខ្ញុំនឹងថតវីដេអូ demo ពី project របស់ពួកយើង project របស់ពួកយើងគឺធ្វើគឺដើម្បីបង្កើត e-commerce មួយដែលឈ្មោះថា Cafeteria Cafeteria គឺជា e-commerce shop មួយដែលលក់ board game ហើយនិង card game Cafeteria មាន3ប្រភេទ user គឺ guest customer ហើយនិង admin guest ហើយនិង customer គឺជាអ្នកទិញអតិថិជនហាងរបស់យើងហើយនឹងចំណែកឯ admin វិញគឺ shop គឺជា shop តែម្ដងមានន័យថា merchant ហើយនិង admin ហ្នឹងគឺគាត់អ្នក manage ហើយនិងអ្នកលក់board ហើយនិង card game របស់យើងឥឡូវនេះចូលដល់ការ run code របស់យើងមុននឹងចូលទៅ run code របស់យើងដល់ទាំង back end ហើយនិង front end យើងត្រូវបង្កើត .env មួយដែលត្រូវមានគ្រប់ចំនួនvalue ទាំងអស់ដើម្បី run back end របស់យើង back end របស់យើងគឺធ្វើពីសរសេរពី Rust ដូចនេះយើងត្រូវសរសេរ cargo run ដើម្បី run back end របស់យើង run finish server start successfully ចំណែកឯ front end វិញគឺយើងប្រើ npm run dev ដល់ពេលដែលយើង run រួចហើយយើងចូលទៅក្នុង localhost របស់យើង localhost localhost នៅពេលយើងចូលមកដំបូងយើងអត់ទាន់មាន login password អីទាំងអស់គឺយើងជា guest role guest យើងអាច browser ចុះយើងបានហើយយើងអាចមើលថាមានរបស់ណាដែលយើងចង់ទិញប៉ុន្តែយើងអាច proceed ទៅមាន card មានអីទេនៅពេលដែលយើងចង់ add ចូល card យើងត្រូវ login សិនបើសិនជាយើងមាន account ហើយយើងត្រូវ login username យើងហើយនិង password យើងចូលបើសិនជាអត់មានទេយើងត្រូវ register នៅក្នុងការ register យើងត្រូវបំពេញឈ្មោះ username របស់យើងឈ្មោះ email របស់យើង verify email របស់យើងដែលយើងអាចចុចទៅ verify នេះគឺ optional គឺគ្រាន់តែ verify ដើម្បី send notification ទៅ email របស់យើងថា email របស់យើងមានប្រកបpassword ដែលយើងត្រូវសរសេរបើយ៉ាងហោចណាស់6 character ក៏ប៉ុន្តែ password របស់យើងក៏យើងត្រូវតែ contain uppercase lowercase ហើយនិង a number អញ្ចឹងយើងសរសេរ password ថ្មីដែល fulfill the requirement of project របស់យើង create account នៅពេលដែលយើង create account ហើយយើងមានឈ្មោះរបស់យើងគឺយើងអាចមានបន្ថែម2ទៀតគឺ history order របស់យើងហើយនិង setting account setting របស់យើងទោះបីជាបើសិនជាយើងអត់ទាន់ verify នៅក្នុងពេល register ទេយើងអាច verify នៅក្នុង setting របស់យើង verify code send ទៅ category no reply verification code verify via validate យើងអាចបំពេញ shipping address account action យើងអាច change password យើង manage payment method ហើយនិង delete account នៅក្នុង home page របស់យើងនៅក្នុង home page របស់យើងគឺយើងមាន field មួយគឺនិយាយអំពី item of the day most purchase ហើយនិង new arrival បើសិនដល់មកទៀតយើងអាច search ក្នុង item របស់យើងឧទាហរណ៍យើងអាច search item របស់យើងតាមចូលទៅក្នុង shop ដើម្បី browse នៅក្នុងហ្នឹងគឺយើងមាន3 category all product board game ហើយនិង card game all product គឺ include ពីទាំង board game ហើយនិង card game
board game យើងអាចfilter វាទៅតាម type product type ឬមួយក៏យើងអាច search ឧទាហរណ៍ Fire Kings ក្នុង Fire Kings យើងអាចឃើញថាយើងអាច search filter តាម search name ហើយនឹង filter ទៅតាម category ដែលយើងចង់បានទៀតអញ្ចឹងមានន័យថាឲ្យវាមានភាពងាយស្រួលនៅក្នុងការរក product របស់យើងដែលយើងចង់ទិញបាននៅពេលដែលយើងរក product យើងចង់ទិញហើយយើងចុចចូលវានៅក្នុងហ្នឹងនៅក្នុង product page របស់យើងហ្នឹងគឺមានឈ្មោះនៃ product របស់យើងរូបimage អាចព្រីធំតូចហើយតម្លៃ stock available description របស់វា specification គឺមានplayer requirement play time គិតជា minutes age rating publisher ហើយនឹង weight ដែលគិតជា kilogram តមកទៀតយើងអាច add product ចូលបានយើងអាចចំនួនតម្លៃរបស់យើងឬមួយក៏យើងអាចសរសេរឧទាហរណ៍យើងអាចបូកឬមួយក៏ដកតម្លៃចំនួន quantity របស់យើងចង់ add ចូល cart យើងអាច add ផ្សេងទៀតចូល cart របស់យើងដែរ7 available ចូល cart របស់យើងអាច change quantity នៅក្នុង cart របស់យើងឬមួយក៏សិនជាយើងអត់ចង់ទិញរបស់ហ្នឹងទៀតទេយើងអាចដក remove item ចេញពី cart របស់យើងបានយើងថាយើងចង់ទិញ cart ហ្នឹងហើយយើងអាច proceed ទៅ check out ក្នុងការ check out នេះយើងមាន payment by method PayPal ABA ហើយនិង credit card យើងនឹង proceed ទៅតាម ABA សេលេខបំពេញលេខទូរស័ព្ទសម្រាប់ទេរកយើងហើយនឹង complete order complete យើងអាចចូលទៅមើល order របស់យើងបាននៅក្នុង order history គឺមាន order ID របស់យើងចំនួន item ដែលយើងទិញហើយនឹង delivery status ហើយ total សរុបដែល total សរុបនេះគឺ include tax ក្នុងនេះតមកទៀតយើងចូលទៅមើល account admin ម្ដង account admin គឺគាត់ extend feature for customer ទាំងអស់គឺមាន history មានអីរបស់គាត់ដែលទុកឲ្យគាត់មើលលេងtest item របស់គាត់ហើយនឹងមាន account setting របស់គាត់ដែលគាត់អាច change ដូចគ្នាដែរហើយអ្វីដែលលើកពី customer គឺ admin dashboard នៅក្នុង admin dashboard ហ្នឹងគឺយើងអាច manage product យើងគឺយើងអាច edit product របស់យើងឬមួយក៏យើងអាចបន្ថែម product ថ្មីទៅ ASDA យើងអាចAzure price by category ជាប្រភេទអ្វីហើយយើងអាចចូលទៅមើលកាតរបស់យើងដូចកាត់តាមយើងអាច drop entry ចូលឬមួយក៏យើងអាចបន្ថែមកាត់តាម board game stock ចំនួន quantity របស់យើង description ចំនួន player play time rating ហើយនឹងចំនួន weight ហើយនឹង publisher add product យើងអាចឃើញថានៅក្នុងcategory របស់ customer ឃើញមាន product ថ្មីគឺ Catan ចូលមកទៀតយើងអាច edit ឈ្មោះឬមួយក៏ព័ត៌មានផ្សេងឧទាហរណ៍ទៅ Catan board game
ឃើញថាវាលោតដូរឈ្មោះទៅជា Catan Board Game ឬមួយក៏យើងថា stock របស់យើងអស់ហើយឬមួយក៏យើងលែងលក់វាទៀតយើងអាច delete វាបាន confirm user ក៏ delete ទៅតាមនឹងដែរទៅមកទៀតសម្រាប់feature ផុស admin មួយទៀតគឺ order tracking គឺសម្រាប់យើងនឹងchange status ផុសorder ផុស customer គាត់ ID របស់គាត់យើងអាច search order ឧទាហរណ៍ order ID ID ផុស order receipt ហ្នឹងហើយយើងអាចផ្លាស់ប្ដូរstatus របស់វានៅពេលដែលយើងផ្លាស់ប្ដូរ status វានឹងទៅ notify user នៅក្នុង notification ឃើញ user order status update ទៅ in delivery ហើយ website យើងក៏អាចមានពីរទីការ demo របស់យើងបានមកទីបញ្ចប់សូមអរគុណលោកគ្រូ